រឿងមីងនិងក្មួយរួមរ៉ាពិភពលោកបានបង្កើតមនុស្សមកដើម្បីតែកំដរគ្នាតែប៉ុណ្ណោះទោះយ៉ាងស្រីកំដរប្រុសប្រុសកំដរស្រីដរាបថ្ងៃអស់សង្ខារតែស្នេហាខ្លះក៏មិនបានកំដរគ្នារហូតដល់ថ្ងៃស្លាប់ដែរគឺត្រីព្រាត់ប្រាសគ្នានៃពាក្យកំដៅផ្លៃនេះហើយស្នេហាដែលគេហៅថាតណ្ហាមនុស្សលោកនោះនិយាយទៅនិយាយមកខ្ញុំមានរឿងមួយចង់រៀបរាប់ពីអ្វីដែលខ្ញុំទើបនឹងមកជួបប្រទះរយៈទើបតែកន្លងទៅថ្មីៗនេះឯងរឿងនោះគឺថានៅថ្ងៃមួយខ្ញុំបានស្គាល់លេងទូរស័ព្ទរបស់មីងម្នាក់អូគួរតែហៅបងស្រីវិញហេហេតែគាត់ដូចនៅក្មេងណាស់ហើយអូនម៉ងទៅហេហេហេគឺថាមីងលីដាជាមិត្តរបស់ម៉ាក់របស់ខ្ញុំសប្តាហ៍ថ្ងៃខ្ញុំអាយុ18ឆ្នាំម៉ាក់របស់ខ្ញុំអាយុ40ហើយគាត់ទើបតែអាយុ30ឆ្នាំសោះតែសាច់ឈាមវិញក្មេងអាយុ20ជាងឡើយសុំខ្មាស់គឺគាត់ពូកែថែរក្សាសម្រស់ណាស់សាច់ស្អាតសមុខមាត់ឡើងរលោងស្អាតបើមិនចឹងទេម្លេះមិនសមគាត់មានកូន3នាក់ឡើយដោយសារប្តីរបស់គាត់ជាអ្នកបន្សល់កេមរ៉ាត់នីអាលីកតចាក់ថ្នាំសារ៉ាំងធំពេលមួយនោះខ្ញុំបានផ្ញើសារទៅកាន់លេងទូរស័ព្ទរបស់ម៉ាក់របស់មិត្តរបស់ខ្ញុំគឺរដ្ឋាព្រោះទូរស័ព្ទរបស់វាខូចពីថ្ងៃមុនដោយសារបង្ហោះម៉ូតូធ្លាក់ចូលលួ Green emoticon D វាមានអាយុប្អូនខ្ញុំ2ឆ្នាំតែដោយវាឆាប់ធំលឿនទើបខ្ញុំយកវាធ្វើជាមិត្តភក្តិកាលนั้นខ្ញុំទៅលេងផ្ទះវាដើម្បីហៅវាដើរលេងតែនេះគ្រាន់តែជាលេសរបស់ខ្ញុំទេមើលទៅព្រោះរាល់លើកខ្ញុំដូចជាមិនសូវលេងស្អីផងពេលទៅផ្ទះវាទៅម្ដងគិតតែទីលួចមើលសាច់ហើយរៀងដ៏សែនសិក្សារបស់ម៉ាក់វាហើយគាត់ក៏ចេះតែមើលខ្ញុំម្ដងដែរមិនដឹងជាយ៉ាងម៉េចទេខ្ញុំពេលលួចមើលគាត់ម្ដងគាត់មើលមកវិញហើយញញឹមថ្ងៃនោះខ្ញុំបានទាញទូរស័ព្ទពីហោប៉ៅនិងផ្ញើសារទៅកាន់ម៉ាក់របស់រដ្ឋាព្រោះបានស៊ីញ៉ែមកខ្ញុំប៉ុន្មាននាទីមុននេះខ្ញុំជំរាបសួរអ្នកមីងគាត់ចាក្មួយរឹតខ្ញុំតារដ្ឋានៅផ្ទះទេគាត់ទេអត់នៅទេគេបានចេញទៅក្រៅជាមួយមិត្តភ័ក្តិមុននេះបន្តិចខ្ញុំគិតខឿនចិត្តយីអានោះទៅដើរលេងអត់ហើយចាំមើលអាសំគិះហើយខ្ញុំក៏បន្តលេងជាមួយគាត់ទៀតខ្ញុំតើមីងដឹងថាពេលណារដ្ឋាត្រឡប់មកវិញគាត់តបមកវិញថាគេទៅលឿនពេកមីងរកតែស៊ូមិនតាន់រដ្ឋាអត់បានប្រាប់មីងផងថាមកពេលណាខ្ញុំអូចឹងខ្ញុំអាចទៅនឹងបានទេគាត់តបគាត់មិននៅផ្ទះទេខ្ញុំបាទខ្ញុំដឹងតែខ្ញុំចង់នៅចាំពេលគាត់រដ្ឋាមកវិញមីងលីដាច្បាស់ហើយនឹងមីងមិនថាអីទេចឹងមកប៉ុន្មាននាទីក្រោយមកខ្ញុំក៏ស្ថិតនៅផ្ទះរបស់មីងស្អាតរបស់ខ្ញុំដែលត្រូវជាមិត្តរបស់ម៉ាក់ខ្ញុំថែមទាំងជាម៉ាក់របស់មិត្តរបស់ខ្ញុំទៀតកាលនោះខ្ញុំទៅផ្ទះរបស់គាត់ហើយខ្ញុំនិងមីងលីដាក៏ជជែកគ្នាលេងនៅលើគ្រែផ្ទះរបស់គាត់របៀបដីឡូហើយមានទីធ្លាស្អាតនៅខាងមុខសម្បូរទៅដោយដើមស្វាយដើមផ្ការីកស្គឹស្កយវាបានភាយមកប៉ះចំច្រមុះខ្ញុំសែកក្រអូមណាស់ខ្ញុំលោកពូមិននៅទេមីងលីដាអត់នៅទេហើយរដ្ឋាក៏មិនតាន់មកដល់ទៀតគាត់និយាយទៅមើលមកខ្ញុំសើសើយធ្វើឲ្យខ្ញុំឡើងអៀនគាត់មិនដឹងទេមីងនៅផ្ទះម្នាក់ឯងរហូតខ្ញុំនៅម្នាក់ឯងរហូតធុញស្លាប់ហើយខ្ញុំមើលមុខគាត់ទាំងស្រពោនមីងលីដាមែនហើយពេលខ្លះក៏ហៅមិត្តចាស់មកលេងរួមទាំងម៉ាក់របស់ក្មួយផងតែពេលខ្លះក៏នៅតែឯងគ្រាន់តែនៅតែឯងច្រើនជាងជួបជុំមិត្តខ្ញុំចឹងខ្ញុំសុំធ្វើជាមិត្តរបស់មីងបានទេដើម្បីកុំឲ្យអាប់សុកមីងលីដាសើចឲ្យសើចក៏ក្អឹកហើយនិយាយថាអរគុណហើយចិត្តល្អណាស់ក្មួយឯងខ្ញុំលឺរដ្ឋាប្រាប់ថាផ្ទះវាទើបតែទិញប្រដាប់ឆ្ពង់ដើម្បីធ្វើឲ្យសាច់ទន់ស្រស់ស្អាតមីងលីដាសើចហើយនិយាយថាអូនៅខាងក្រៅចេញមកមីងប្រាប់របៀបប្រើវាខ្ញុំដើរតាមគាត់ហើយគាត់ក៏ប្រាប់របៀបប្រើប្រាស់ថែមទាំងឲ្យខ្ញុំសាក់លបងទៀតខ្ញុំមិនដឹងប្រការយ៉ាងម៉េចទេក៏ធ្វើតាមគាត់ណាមួយមើលទៅដូចតំណងផងខ្ញុំឃើញមីងលីដាយកកៅអីតូចមួយមកអង្គុយក្បែរខ្ញុំព្រះអើយពេលដែលគាត់អង្គុយបែបនេះធ្វើឲ្យសម្ពុតកៅស៊ូរបស់គាត់សាយឡើងបន្តិចបញ្ចេញសាច់សខ្ចី
ពេលនោះភ្នែកកំហួចរបស់ខ្ញុំក៏បានលួចដៀងទីតាំងអត្ថាកំបាំងរបស់គាត់ឡើងឃើញកន្លាក់ផ្លៃគាត់ឡើងសខ្ចីលលងហើយជើងទាំងពីររបស់គាត់ឡើងស្រលងយីចាស់អីនៅស្អាតមេស្ទ័រមិនដឹងថានៅកន្លែងនោះស្អាតមិនទេខ្ញុំគិតក្នុងចិត្តខ្ញុំអូហូស្រួលខ្លួនណាស់មីងខ្ញុំសប្បាយចិត្តហើយពេលខ្ញុំងើបចេញពីប្រដាប់ឆ្ពង់វិញធ្វើឲ្យមីងលីដាមើលមិនដាក់ភ្នែកនៅសាច់ដុំនឹងការស្រាតល្វែងលឿទុកតែខោខ្លីមួយគ្រាន់បិទបាំងនារីការ៉ាចដែលកំពុងតែខឹងតិចតិចនោះខ្ញុំដើរមកបដូរខោខ្លីអំបញ្ញមីងដែលជារបស់រដ្ឋានិងស្លៀកខោអាវខ្ញុំវិញហើយមកអង្គុយជជែកគ្នាលេងជាមួយនឹងមីងសាតរបស់ខ្ញុំបន្តទៀតខ្ញុំនិងមីងលីដានិយាយពីនេះពីនោះក៏ខ្ញុំហាក់មានអារម្មណ៍ចម្លែកណាស់ព្រោះក្លិនមីងសាយភៀនភាយឡើងក្រអូមប្រហែលគាត់ប្រើទឹកអប់ជ័រឬក៏ក្លិនផ្កាទេដឹងមើលទៅពេលខ្លះខ្ញុំបានលួចមើលផ្លូវរបស់គាត់តែគាត់ប្រហែលជាដឹងខ្លួនដែរបានជានិយាយថាយ៉ាងម៉េចនឹងចេះតែងាកក្រោមមានអីពិសេសមែនក្មួយខ្ញុំមិនដឹងនិយាយយ៉ាងម៉េចព្រោះខ្មាស់គាត់ដែរដែលខ្ញុំលួចមើលផ្លូវគាត់បែបនេះផ្លូវនោះខ្ញុំដឹងយ៉ាងច្បាស់ខ្លួនឯងព្រោះតែមីងលីដាគាត់ហាក់ជាចង់ដុតអារម្មណ៍ខ្ញុំណាស់មើលទៅបានជាសម្ពុតរបស់គាត់ចេះតែសាយទៅរហូតដល់ចិត្តគល់ផ្លូវព្រះអើយសអីសម្លេះឡើងហាប់មើលសាច់គាត់ទៅក្រមុំសុំខ្មាស់វ័យប៉ុណ្ណេះមិនសមគាត់សាច់សខ្ចីមិនរយៈយ៉ាងនេះទេគ្រាន់តែប៉ុណ្ណឹងអាអូនតូចរបស់ខ្ញុំក៏បាសឆ្កៀតញាក់ទល់ខោភ្លាមនោះមីងលីដាក៏មើលមកខ្ញុំហើយសើចគាត់ក៏ដើរតម្រង់ចូលបន្ទប់ទឹកថែមទាំងងាកក្រោយបកដៃឲ្យខ្ញុំទៀតខ្ញុំភ័យណាស់កាលហ្នឹងនៅទេដែលគាត់ឲ្យចូលក្នុងជាមួយបែបនេះខ្ញុំនឹកក្នុងចិត្តអូយដូចមិនស្រួលសោះអបន្តិចភ័យខ្លាំងចាំអង្កោទាអញត្រឺតែឃ្លានហានឡើងតិចអុកអីឥឡូវហើយខ្ញុំក៏ដើរចូលបន្ទប់ទឹកយ៉ាងលឿនរួចក៏បិទគន្លីបន្ទប់ទឹកទៀតគ្រាន់បិទទ្វារភ្លាមមីងលីដាក៏និយាយឡើងមិនខឹងមីងហើយមែនខ្ញុំខ្ញុំមិនខឹងទេមានអីត្រូវខឹងមីងពេលនោះគាត់ក៏យកដៃវាយខោរបស់ខ្ញុំពីមុខតិចហាក់ខ្លាចខ្ញុំឈឺទៀតតែអានេះវាខឹងមីងណាមើលឡើងរឹកប៉ោងហើយខ្ញុំអៀនណាស់ក៏និយាយថាខ្ញុំឃើញមីងស្អាតពេកមីងលីដាមិនគ្រាន់តែស្អាតរឹងឆ្គឺខឹងហ្មងខ្ញុំទេមីងលីដាទេស្អីមើលទៅដឹងហើយគាត់សម្លឹងនារីការ៉ែតរបស់ខ្ញុំពីក្រោយខោហើយគាត់ក៏ថយហើយស្រាតសម្ពុតកៅស៊ូចេញផ្លេតថែមទាំងទាញអាវយឺតរបស់គាត់ឡើងលើធ្វើឲ្យសដងទំហំ36របស់គាត់បង្ហាញឡើងលេខធ្លោសាច់ដោះគាត់ឡើងក្លំស្អាតណាស់សខ្ចីឡើងសរសៃខៀវមើលទៅរន់ខ្ចក់នឹងក្បាលពោះសរៀបស្អាតណាស់មានសាច់របស់មនុស្សមានកូនហើយអូហូមើលណាចំណែកល្អាងស្នេហ៍គាត់ប៉ោងធំណាស់មានរោមខ្មៅច្រើនគួរសមដែរហើយវាដូចជាមានរីកជីបអូចនិងមានទឹកតិចគួរឲ្យចាំងណាស់មីងលីដាបើរឹងបែបនេះបើបានឃើញចឹងតើវាយ៉ាងណាដែរក្មួយខ្ញុំមកបាំងហើយទៅឆ្លើយទាំងបេះដូងលោតញាប់មីងខ្ញុំចង់ជួយអូមិនមែនទេមីងលីដាសាយសប្បាយហើយនិយាយឡើងមើលកែនិយាយបើចង់ចចង់មិននៅមើលទៀតឬក៏ចង់ធ្វើមិនឡើយហ្នឹងពេលនេះដឹងថាគាត់បើកភ្លើងខៀវឲ្យខ្ញុំហើយខ្ញុំក៏លុកដៃទាំងទ្វេចាប់ចំបាច់សដងដ៏មូលក្បុំសខ្ចីរបស់មីងលីដាអូមីងដោះមីងស្អាតណាស់ត្រជាក់ណាស់មីងលីដាមិននិយាយគ្រាន់តែសើចតិចខ្ញុំចង់មើលវាបានទេមីងលីដាធ្វើអីធ្វើទៅពេលនោះខ្ញុំក៏បឺតជញ្ជាក់សដងមីងលីដាយ៉ាងឆ្ងាញ់និងយកដៃរាវចុះក្រោមត្រដួអង្អែលល្អាងប៉ោងសម្បូររោមរបស់គាត់រហូតដល់គាត់ទន់ជើងឈរឡើងហ្នឹងលេងបានមួយសន្ទុះខ្ញុំក៏ចាប់កន្ទែកជើងមីងស្អាតរបស់ខ្ញុំព្រមទាំងយកក្បាលឈ្មោលលើដំបូកប៉ោងសម្បូរទឹករបស់គាត់ខ្ញុំបឺតទឹកស្អើមនោះរហូតដល់ទឹកចេញអន្លាយប្រឡាក់មាត់ខ្ញុំមីងលីដាធ្ងយឲ្យរអើកហើយនិយាយតិចថាគ្រាន់តែបឺមដោះទេតែលៃចេះរូបអំដាតទៀតលើហ៊ានបឺតបមីងទៀតក្មេងនេះពេលនោះខ្ញុំក៏ងើយនិយាយទៅកាន់គាត់វិញថាខ្ញុំចុះឲ្យធ្វើអីធ្វើទៅនោះអីរួចខ្ញុំក៏រុកអណ្ដាតចូលជ្រៅទៀតធ្វើឲ្យគាត់ធ្ងយឡើងលឺពេលនោះប្រហែលគាត់ស្រាយឡើងទ្រាំបានហើយមើលទៅបានជាលីដាចាប់ផ្ងយក្បាលរបស់ខ្ញុំឡើង
ហើយមកចិញ្ចាក់មាត់យកគាត់បដូរអណ្ដាតជាមួយខ្ញុំឡើងផ្អែមឆ្ងាញ់មាត់គាត់ក្រអូមណាស់ពិសេសគាត់ពូកែប្រាអណ្ដាតក្រឡាអណ្ដាតខ្ញុំមីងលីដាពិតជាពូកែមែនរីឯដៃគាត់ឲ្យរវៀមលីដាបាំងលួចទៅចាប់ក្បាលនារីការ៉ែតកំឡោះទើបតែពេញកំឡោះដូចខ្ញុំប្រឈិតលេងវាឡើងរីក្បាលតាម៉ាំងក្បែរភ្លៅសខ្ចីរបស់គាត់ខ្ញុំទទួលស្គាល់ថាវាពិបាកទ្រាំណាស់ទ្រាំស្ទើរតែមិនបានទៀតផងជាងនេះទៅទៀតមីងលីដាថែមទាំងថោបចិញ្ចាក់ចុងដោះរបស់ខ្ញុំទាំងដៃគាត់ប្រឈឹកអាវុធរបស់ខ្ញុំនាងសាប់ញាប់ធ្វើឲ្យខ្ញុំវង្វេងនឹងម្រាមដៃស្រលូនរបស់នាងដែលកំពុងសាប់នារីការ៉ែតដែលខ្ញុំតែងតែប្រើដៃលេងវាពេលនេះត្រូវមីងលីដាលេងចឹងវាសប្បាយចិត្តរឹតក្បាលឲ្យកំព្រឹសលីដាបង្អូបបោមាត់ចុះក្រោមលិតរុនផ្ចក់របស់ខ្ញុំរួមក៏បង្ហូរចុះក្រោមរហូតដល់ក្បាលពុះវែករបស់ខ្ញុំស្របពេលពុះវែករបស់ខ្ញុំមិនទាន់ជីកនាងផង